ស្វាយទុំជ្រុះសល់អត់ដឹងធ្វើអីមែនបងប្អូននេះបាយដំណើបស្វាយទុំស្រោចទឹកខ្ទិះដូងនិយាយពីថាឆ្ងាញ់ប្លែកហើយហូបអត់ទលាន់ទេសំខាន់រសជាតិឆ្ងាញ់ណាបងប្អូនខ្ញុំធ្លាប់ធ្វើហូបម្ដងដែរបងប្អូនប៉ុន្តែខ្ញុំអត់ដែរបង្ហាញវីដេអូសារហ្នឹងចង់បង្ហាញវីដេអូពុកម៉ែបងប្អូនជាពិសេសពុកម៉ែដែលគាត់មានវ័យចំណាស់គាត់ចូលចិត្តណារឿងស្វាយទុំជាមួយបាយអញ្ចឹងអាចឆ្នៃវិធីនេះបានណាបងប្អូននេះគ្រាន់តែយើងមានស្វាយទុំ2ផ្លែខ្លះសេឲ្យត្រជាក់មកចិតស្វកវាឲ្យស្អាតហើយយើងចិតចំណិតដូចយើងចិតស្វាយហូបជាមួយបាយធម្មតាអញ្ចឹងគ្រាន់តែថានេះយើងយកស្វាយទុំហ្នឹងមកឆ្នៃជាមួយនឹងបាយដំណើបជាមួយនឹងទឹកខ្ទិះដូងយើងឆ្នៃទៅជាដូចជាសង់ខ្យាអញ្ចឹងបងប្អូនប៉ុន្តែនេះមិនមែនសង់ខ្យាតរៀនទេណាបងប្អូនគឺជាសង់ខ្យាបែបស្វាយទុំប៉ុន្តែរសជាតិអត់ចាញ់សង់ខ្យាតរៀននេះបងប្អូនឆ្ងាញ់មួយបែបម្នាក់យើងដឹងហើយរសជាតិស្វាយគឺវាស្វាយហ្នឹងហើយរសជាតិតរៀនវាតរៀនហ្នឹងហើយបងប្អូននិយាយពីថារសជាតិឆ្ងាញ់ប្លែកបើបងប្អូនអត់ជឿអាចសាកធ្វើហូបបានខ្ញុំធ្វើហូបបាន2ដងតាំងថតវីដេអូហ្នឹងគឺឆ្ងាញ់មែនទែនណាបងប្អូនហើយម្សិលមិញខ្ញុំបានយកទៅឲ្យពុកខ្ញុំមួយចានយាយខ្ញុំមួយចានក៏គាត់ថាឆ្ងាញ់ដែរគាត់ថាប្លែកគាត់ថាធ្លាប់តែហូបបាយជាមួយស្វាយទុំធម្មតាអញ្ចឹងអត់ដែលឆ្នៃចេញជាស្វាយទុំស្រោចទឹកខ្ទិះពីលើអត់ដែលឆ្នៃដាក់បាយដំណើបដាក់អីដល់ពេលគាត់ថាដាក់បាយដំណើបឲ្យហូបជាមួយស្វាយទុំឲ្យស្រោចទឹកខ្ទិះដូងពីលើផ្អែមឈ្ងុយទៀតគាត់ថាប្លែកហើយឆ្ងាញ់ណាគាត់ថាមួយយ៉ាងរសជាតិប្លែកម្យ៉ាងអញ្ចឹងណាបងប្អូនហើយមានអីបាក់ធ្វើស្វាយទុំយើងចិត្តដូចតែយើងចិត្តហូបបាយអញ្ចឹងនេះបងប្អូនឆោតវាចំណិតអញ្ចឹងមកពេលដែលបាយដំណើបយើងឆ្អិនហើយដួសបាយដំណើបដាក់ចានឲ្យរឿងត្រជាក់យើងយកស្វាយទុំដែលយើងចិត្តឆោតហើយហ្នឹងយើងយកទៅរៀបពីលើបាយដំណើបហ្នឹងមកហើយខ្ទិះដូងយើងយកតែក្បាលខ្ទិះដើមឲ្យបងប្អូនយើងរំងាស់វាឲ្យរៀងពុះបន្តិចមកយើងយកមកស្រោចជាមួយនឹងបាយដំណើបស្វាយទុំដែលយើងរៀបទុកហើយនេះបងប្អូនហើយនិយាយពីថាឈ្ងុយណាបងប្អូនស្វាយខ្មែរយើងផ្អែមឆ្ងាញ់ហើយឈ្ងុយមែនទែនហើយសល់អត់ដឹងធ្វើអីបងប្អូនអាចធ្វើអញ្ចឹងបានព្រោះអីខែ4ខែ5ហ្នឹងគឺស្វាយទុំជ្រុះធ្លាក់ច្រើនមែនទែនប៉ុន្តែពុកម៉ែបងប្អូនកុំយកស្វាយស្អុយដែលជ្រុះវល់យកមកធ្វើគឺអត់ឆ្ងាញ់ហើយអត់ល្អឲ្យបងប្អូនខ្លាចវាមានតកៅអត់ស្អាតអត់អនាម័យយើងយកស្វាយណាដែលដូចថាយើងបេះមកធម្មតាស្វាយកាឡាមីតហ្នឹងបេះមកមួយថ្ងៃពីរថ្ងៃវាទុំហើយបងប្អូនស្វាយចាស់យើងបេះទុកចោលនៅលើគ្រែតែ2 3ថ្ងៃវាទុំហើយមិនបាច់ចាំបន្ទុំតែហើយថ្មស្អុយតែអីក៏បានដែរហើយស្វាយនេះខ្ញុំបេះមកដាក់ចោលក្នុងទូទឹកកក2 3ថ្ងៃវាទុំឯងហ្មងបងប្អូនអញ្ចឹងទៅខ្ញុំក៏យកមកចិត្តដាក់ធ្វើជាបាយដំណើបស្វាយទុំអញ្ចឹងណាបងប្អូនហើយនិយាយពីឆ្ងាញ់បងប្អូនហើយពុកម៉ែបងប្អូនហើយនេះមើលសម្រស់នៅពេលដែលខ្ញុំរៀបចំដាក់លើចានហើយនិយាយពីថាមកហាទំនងហើយឈ្ងុយហើយផ្អែមឆ្ងាញ់ជាប់មាត់ហ្មងបងប្អូនហើយអត់ទលាន់ទេបងប្អូនទឹកខ្ទិះដូងយើងហូបតាមចំណង់ចំណូលចិត្តបើយើងអត់សូវចូលចិត្តខ្ទិះដូងចានយើងដាក់តែបន្តិចទៅហើយនិយាយពីថាឆ្ងាញ់ខ្ញុំនៅតែនិយាយថាឆ្ងាញ់ណាបងប្អូនហើយឆ្ងាញ់មែនទែនឆ្ងាញ់ប្លែកហើយម្សិលមិញពេលថ្ងៃត្រង់ខ្ញុំអត់ហូបបាយថ្ងៃត្រង់ខ្ញុំធ្វើតែបាយដំណើបជាមួយស្វាយទុំនឹងហូបហើយគឺឆ្ងាញ់មែនទែនហើយឆ្អែតដូចតែយើងហូបបាយអញ្ចឹងគ្រាន់តែថាបាយដំណើបយើងហូបរៀងក្តៅកបន្តិចអញ្ចឹងណាហ្នឹងយើងអាចហូបញឹកបាននេះបងប្អូនដាក់មួយម៉ាត់ហ្នឹងនិយាយទៅវាដូចថាខ្ទិះហ្មងបងប្អូនវាដាក់មួយម៉ាត់មកដូចថាខ្ទិះពេញក្នុងមាត់ហ្មងហើយសំខាន់នេះបងប្អូនស្វាយធម្មជាតិហើយអង្គដំណើបខ្មែរហើយទឹកខ្ទិះដូងខ្មែរទៀតអើយអែមមែន